សូមនមស្ការចំពោះព្រះដ៏មានព្រះភាកជាអរហន្តសម្មាសម្ពុទ្ធអង្គនោះសូមនមស្ការចំពោះព្រះធម៌និងគណនេយ្យព្រះសង្ឃជាទីពឹងទីរលឹកស្មារតីជីវិតខ្ញុំព្រះករុណានាងខ្ញុំសូមអារាធនានៅព្រះធម៌សិក្ខាបទទី9បិដកប្រែរួមអត្ថកថាលេខ3ទំព័រ266ដល់270ដោយតទៅនេះសម័យនោះព្រះសម្ពុទ្ធដ៏ទ្រង់យោទ្រង់គង់ក្នុងអារាមចេតពុនជារបស់អនាថបនិកសេដ្ឋីជិតក្រុងសាវត្ថីគ្រានោះឯងពួកភិក្ខុឆាប់ពកយៈប្រព្រឹត្តទិញដូរដោយរូបយៈមានប្រការផ្សេងមនុស្សទាំងឡាយពោលទោសតេះដៀលបន្តបង្អាប់ថាពួកសាមណៈជាកូនចៅព្រះពុទ្ធជាក្សច្ចបុត្រមិនសមបើនឹងប្រព្រឹត្តទិញដូរដោយរូបយៈមានប្រការផ្សេងដូចជាពួកក្រហមអ្នកបរិភោគនៅកាមទេភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោសតេះដៀលបន្តបង្អាប់ហើយភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិចពេលភិក្ខុទាំងឡាយនោះរមែងពោលទោសតេះដៀលបន្តបង្អាប់ថាពួកភិក្ខុឆាប់ពកយៈមិនសមនឹងប្រព្រឹត្តទិញដូរដោយរូបយៈមានប្រការផ្សេងទេទើបភិក្ខុទាំងនោះនាំគ្នាក្រាបទូលដំណើរនោះដល់ព្រះដ៏មានព្រះភាកព្រះអង្គមានបន្ទូលសួរថាមនាលភិក្ខុទាំងឡាយឮថាពួកអ្នកប្រព្រឹត្តទិញដូរដោយរូបយៈមានប្រការផ្សេងពិតមែនឬទេភិក្ខុទាំងឡាយក្រាបទូលថាសូមទ្រង់មេត្តាប្រោសកាលនោះពិតមែនសម្ដេចព្រះសម្ពុទ្ធដ៏មានព្រះភាកទ្រង់តេះដៀលថាណែមោខៈបុរសទាំងឡាយពួកអ្នកមិនសមបើនឹងប្រព្រឹត្តទិញដូរដោយរូបយៈមានប្រការផ្សេងដូច្នោះទេណែមោខៈបុរសទាំងឡាយអំពើដែលអ្នកធ្វើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកបុគ្គលដែលមិនទាន់ជ្រះថ្លានោះទេឬមួយនាំពួកអ្នកដែលជ្រះថ្លាហើយឲ្យរឹតរឹងតែជ្រះថ្លាឡើងមិនបានទេពេលមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាភិក្ខុណាមួយប្រព្រឹត្តទិញដូរដោយរូបយៈមានប្រការផ្សេងវត្ថុដែលទិញមកនោះជានិស្សកយៈភិក្ខុនោះត្រូវអាបត្តិបាចតយៈត្រង់ពាក្យថាភិក្ខុណាមួយមានអធិប្បាយក្នុងសិក្ខាបទទី1នៃបរាជកម្មរួចហើយមាសប្រាក់ដែលធ្វើសម្រេចជារូបហើយក្តីមិនទាន់បានធ្វើជារូបក្តីធ្វើខ្លះមិនបានធ្វើខ្លះក្តីហៅថារូបយៈមានប្រការផ្សេងរូបយៈដែលគេធ្វើសម្រេចពាក់លើក្បាលក្តីពាក់ពោដល់កក្តីពាក់នឹងដៃក្តីពាក់នឹងជើងក្តីពាក់នឹងចង្កេះក្តីហៅថារូបយៈធ្វើសម្រេចហើយរូបយៈដែលនៅជាដុំហៅថារូបយៈមិនទាន់ធ្វើសម្រេចរូបយៈដែលធ្វើសម្រេចជារូបនិងមិនទាន់ធ្វើសម្រេចជារូបទាំងពីរយ៉ាងនេះហៅថារូបយៈគេបានធ្វើហើយខ្លះមិនបានធ្វើខ្លះមាសក្តីកហបណៈក្តីមាសសកៈធ្វើដោយជាតិលោហៈក្តីមាសសកៈធ្វើដោយឈើក្តីមាសសកៈធ្វើដោយជ័រក្តីនៅចាយវាយបានហៅថារូបយៈពាក្យថាប្រព្រឹត្តសេចក្តីថាភិក្ខុទិញដូរនៅរូបយៈដែលធ្វើសម្រេចហើយរូបយៈដែលធ្វើសម្រេចហើយរូបយៈនោះជានិស្សកយៈភិក្ខុទិញដូរនៅរូបយៈដែលគេមិនទាន់ធ្វើសម្រេចហើយរូបយៈដែលគេធ្វើសម្រេចហើយរូបយៈនោះ
ជានិស្សកយៈភិក្ខុទិញដូរនៅរូបយៈដែលធ្វើសម្រេចហើយខ្លះមិនទាន់ធ្វើសម្រេចហើយខ្លះដោយរូបយៈដែលធ្វើសម្រេចហើយរូបយៈនោះជានិស្សកយៈភិក្ខុទិញដូរនៅរូបយៈដែលធ្វើសម្រេចហើយរូបយៈដែលមិនទាន់ធ្វើសម្រេចហើយរូបយៈនោះជានិស្សកយៈភិក្ខុទិញដូររូបយៈដែលមិនទាន់ធ្វើសម្រេចហើយរូបយៈនោះជានិស្សកយៈភិក្ខុទិញដូររូបយៈដែលធ្វើសម្រេចហើយខ្លះមិនទាន់ធ្វើសម្រេចខ្លះដោយរូបយៈដែលមិនទាន់ធ្វើសម្រេចហើយរូបយៈនោះជានិស្សកយៈភិក្ខុទិញដូររូបយៈដែលគេធ្វើសម្រេចហើយរូបយៈដែលគេធ្វើសម្រេចហើយខ្លះមិនទាន់ធ្វើសម្រេចហើយខ្លះរូបយៈនោះជានិស្សកយៈភិក្ខុទិញដូររូបយៈមិនទាន់ធ្វើសម្រេចដោយរូបយៈដែលធ្វើសម្រេចហើយខ្លះនិងមិនទាន់ធ្វើសម្រេចខ្លះរូបយៈនោះជានិស្សកយៈភិក្ខុទិញដូររូបយៈដែលធ្វើសម្រេចហើយខ្លះមិនទាន់ធ្វើសម្រេចហើយខ្លះដោយរូបយៈដែលធ្វើសម្រេចហើយខ្លះមិនទាន់ធ្វើសម្រេចហើយខ្លះរូបយៈនោះជានិស្សកយៈរូបយៈដែលជានិស្សកយៈនោះភិក្ខុគប្បីលះក្នុងទីកណ្ដាលនៃសង្ឃមនាលភិក្ខុទាំងឡាយភិក្ខុគប្បីលះយ៉ាងនេះឯងភិក្ខុនោះគប្បីចូលទៅរកសង្ឃហើយពាក់ជីវរជាងស្មាម្ខាងថ្វាយបង្គំបាទានៃភិក្ខុចាស់ទាំងឡាយហើយអង្គុយច្រហោងផ្គងអញ្ជលីពោលយ៉ាងនេះនឹងសង្ឃថាបបិទ្ធព្រះសង្ឃដ៏ចម្រើនខ្ញុំជាអ្នកប្រព្រឹត្តទិញដូរដោយរូបយៈមានប្រការផ្សេងរូបយៈវត្ថុរបស់ខ្ញុំនេះជានិស្សកយៈខ្ញុំសូមលះនៅរូបយៈនេះដល់សង្ឃលុះលះសម្រេចហើយគប្បីសម្ដែងអបត្តិចេញភិក្ខុអ្នកឆ្លៀសអង្គអាចគប្បីទទួលសម្ដែងអបត្តិបើញោមវត្តឬឧបាសកមកក្នុងទីនោះភិក្ខុទាំងឡាយគប្បីពោលនឹងគេថាអាវុសោអ្នកចូលដឹងនៅរូបយៈវត្ថុនេះចុះបើគេពោលថាពួកលោកម្ចាស់ត្រូវការឲ្យខ្ញុំនាំយកអ្វីមកដោយរូបយៈវត្ថុនេះភិក្ខុទាំងឡាយមិនគប្បីពោលថាអ្នកចូលនាំយកវត្ថុនេះឬវត្ថុនេះមកឡើយគប្បីប្រាប់តែរបស់ដែលគួរគឺជាសពៈឬប្រេងឬទឹកឃ្មុំឬស្ករអំពៅក៏បានបើគេផ្លាស់ប្ដូរដោយរូបយៈវត្ថុនោះហើយនាំយករបស់ដែលគួរមកភិក្ខុទាំងពួងគប្បីបរិភោគបានវាលែងតែភិក្ខុអ្នកទិញដូរដោយរូបយៈចេញបើភិក្ខុបានរបស់គួរយ៉ាងនេះជាការល្អបើមិនបានទេគប្បីពោលនឹងគេថាអាវុសោអ្នកចូលចោលនៅរូបយៈនោះទៅបើគេចោលទៅនេះជាការល្អបើគេមិនចោលទេភិក្ខុទាំងឡាយគប្បីសន្មតភិក្ខុមួយរូបដែលប្រកបដោយអង្គ5ឲ្យជាអ្នកចោលនៅរូបយៈគឺភិក្ខុមិនដល់នៅឆន្ទាគតិ1មិនដល់នៅទោសាគតិ1មិនដល់នៅមោហាគតិ1មិនដល់នៅភយាគតិ1ដឹងនៅរូបយៈដែលខ្លួនបានចោលនិងមិនទាន់ចោល1មនាលភិក្ខុទាំងឡាយភិក្ខុគប្បីសន្មតយ៉ាងនេះភិក្ខុអ្នកឆ្លៀសត្រូវអង្វរភិក្ខុអ្នកចោលនៅរូបយៈជាមុនភិក្ខុអ្នកឆ្លៀសអង្គអាចលុះអង្វររួចហើយត្រូវប្រកាសសង្ឃឲ្យដឹងដោយពាក្យថាបបិទ្ធព្រះសង្ឃដ៏ចម្រើនសង្ឃចូលស្ដាប់ខ្ញុំបើសមត្ថកម្មនេះមានកាលដ៏សមគួរ
ដល់សង្ឃហើយសោតសង្ឃក៏បីសន្មតភិក្ខុឈ្មោះនេះឲ្យជាអ្នកចោលនៅរូបយៈនេះជាវាចាដែលប្រកាសឲ្យសង្ឃជ្រាបបបិទ្ធព្រះសង្ឃដ៏ចម្រើនសង្ឃចូលស្ដាប់ខ្ញុំសង្ឃសន្មតនៅភិក្ខុឈ្មោះនេះឲ្យជាអ្នកចោលនៅរូបយៈការសន្មតភិក្ខុឈ្មោះនេះឲ្យជាអ្នកចោលនៅរូបយៈគួរដល់លោកដ៏មានអាយុអង្គណាសូមលោកដ៏មានអាយុអង្គនោះស្ងៀមនៅមិនគួរដល់លោកដ៏មានអាយុអង្គណាលោកដ៏មានអាយុអង្គនោះគប្បីពោលឡើងភិក្ខុឈ្មោះនេះសង្ឃបានសន្មតឲ្យជាអ្នកចោលនៅរូបយៈហើយសម្មតិកម្មនេះគួរដល់សង្ឃហេតុនោះសង្ឃទើបស្ងៀមនៅខ្ញុំសូមចាំទុកនៅសម្មតិកម្មនេះដោយអាការៈស្ងៀមនៅយ៉ាងនេះភិក្ខុដែលសង្ឃសន្មតនោះគុំគប្បីកំណត់ទីហើយចោលនៅរូបយៈនោះបើភិក្ខុនោះកំណត់ទីហើយចោលត្រូវអាបត្តិទុគាត់រូបយៈភិក្ខុសម្គាល់ថារូបយៈមែនហើយទិញដូរនៅរូបយៈនោះជានិស្សកយៈភិក្ខុនោះត្រូវអាបត្តិបាចតយៈរូបយៈភិក្ខុសង្ស័យហើយទិញដូរនៅរូបយៈនោះជានិស្សកយៈភិក្ខុនោះត្រូវអាបត្តិបាចតយៈរូបយៈភិក្ខុសម្គាល់ថាមិនមែនរូបយៈហើយទិញដូររូបយៈនោះជានិស្សកយៈភិក្ខុនោះត្រូវអាបត្តិបាចតយៈមិនមែនរូបយៈភិក្ខុសម្គាល់ថារូបយៈហើយទិញដូររូបយៈនោះជានិស្សកយៈភិក្ខុនោះត្រូវអាបត្តិបាចតយៈមិនមែនរូបយៈភិក្ខុសង្ស័យហើយទិញដូរនៅរូបយៈនោះជានិស្សកយៈភិក្ខុនោះត្រូវអាបត្តិបាចតយៈមិនមែនរូបយៈភិក្ខុសម្គាល់ថាមិនមែនរូបយៈហើយទិញដូរនៅរូបយៈនោះជានិស្សកយៈភិក្ខុនោះត្រូវអាបត្តិបាចតយៈមិនមែនរូបយៈភិក្ខុសម្គាល់ថារូបយៈត្រូវអាបត្តិទុគាត់មិនមែនរូបយៈភិក្ខុមានសេចក្តីសង្ស័យត្រូវអាបត្តិទុគាត់មិនមែនរូបយៈភិក្ខុសម្គាល់ថាមិនមែនរូបយៈមិនត្រូវអាបត្តិមិនមានដល់ភិក្ខុឆ្កួតនិងភិក្ខុជាខាងដើមបញ្ញត្តិសិក្ខាបទទី9ចប់សូមអនុមោទនា